Chẳng hiểu đến số lúc rồi cứ đã to nâng PFP គឺយើងធ្វើការតឡើងសិស្សនិងនាំសិស្សថ្មីចូលអញ្ចឹងថ្ងៃនេះណាខ្ញុំនឹងបង្ហាញពីរបៀបនាំសិស្សថ្មីថ្នាក់ទី1ចូលទៅក្នុងថ្នាក់បឋមអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូចូលក្នុង PFP ថ្នាក់បឋមយើងដែលលោកគ្រូអ្នកគ្រូធ្លាប់ប្រើពីថ្នាក់ចាស់ណាលោកគ្រូអ្នកគ្រូចាបន្ទាប់មកលោកគ្រូអ្នកគ្រូចូលទៅក្នុងសហថ្នាក់ហើយលោកគ្រូអ្នកគ្រូយកថ្នាក់គ្រប់គ្រងសាលារៀនបន្ទាប់មកលោកគ្រូអ្នកគ្រូនឹងឃើញផ្ទាំងព័ត៌មានអ្នកប្រើប្រាស់អញ្ចឹងលោកគ្រូអ្នកគ្រូត្រូវចុចនៅលើស្វែងរកគណនីសម្រាប់គ្រូបន្ទាប់មកលោកគ្រូអ្នកគ្រូធ្វើការជ្រើសរើសខេត្តហើយស្រុកនៅសាលាលោកគ្រូអ្នកគ្រូជាក់ស្ដែងចាអញ្ចឹងខ្ញុំសូមរើសនៅស្រុកកកចាបន្ទាប់មកលោកគ្រូអ្នកគ្រូជ្រើសរើសកន្លែងទូនាទីនេះលោកគ្រូអ្នកគ្រូយកពាក្យថានាយកសាលាបន្ទាប់មកលោកគ្រូអ្នកគ្រូឃើញឈ្មោះអ្នកប្រើប្រាស់នេះលោកគ្រូអ្នកគ្រូគ្រាន់តែចុចនៅលើនឹងមកយើងនឹងឃើញផ្ទាំងបែបនេះចាបន្ទាប់មកលោកគ្រូអ្នកគ្រូដាក់លេខកូដសម្ងាត់គឺយើងប្រើលេខកូដសម្ងាត់ director add 123សំទោសចាតោះមកយើងនឹងចូលទៅផ្ទាំងមួយគឺផ្ទាំងរបស់សាលារៀនរបស់យើងចាបន្ទាប់មកលោកគ្រូអ្នកគ្រូអាចមើលនៅកន្លែងផ្ទាំងខាងឆ្វេងខាងលើដែលគេហៅថាផ្ទាំងគ្រប់គ្រងលោកគ្រូអ្នកគ្រូមើលមកវានឹងឃើញមានផ្ទាំងក្រុមរៀនថ្នាក់រៀនសិស្សនិងវត្តមានគ្រប់គ្រងជួរគូនិងរបាយការណ៍ប៉ុន្តែខ្ញុំសូមអត់បង្ហាញកន្លែងហ្នឹងតែខ្ញុំនឹងធ្វើការបង្ហាញទាក់ទងនឹងការនាំសិស្សថ្មីចូលតែម្ដងចាអញ្ចឹងនៅពេលដែលយើងនាំសិស្សថ្មីចូលអញ្ចឹងលោកគ្រូអ្នកគ្រូឃើញថានៅកន្លែងនេះលោកគ្រូចុចនៅលើកន្លែងឈ្មោះសាលារៀនយើងមកយើងនឹងឃើញមានថានាំសិស្សថ្មីសំទោសនាំសិស្សចូលច្រើនចាបន្ទាប់មកលោកគ្រូអ្នកគ្រូបើសិនជាអត់ទាន់មានគំរូទេលោកគ្រូអ្នកគ្រូអាចទាញយកគំរូនៅទីនេះតែបើសិនជាលោកគ្រូអ្នកគ្រូមានគំរូដែលខ្ញុំបានផ្ដល់ឲ្យក្នុងក្រុមហើយលោកគ្រូអ្នកគ្រូអាចធ្វើការនាំចូលយកតែម្ដងចាហើយក្នុងការនាំចូលនេះគេបញ្ជាក់ឲ្យយើងដែរគឺអាចធ្វើការនាំចូលបានច្រើនបំផុតត្រឹម100នាក់ក្នុងម្ដងលោកគ្រូចាអញ្ចឹងខ្ញុំមានបញ្ជីឈ្មោះហើយខ្ញុំសូមធ្វើការនាំចូលតែម្ដងចាបន្ទាប់មកខ្ញុំទៅរក file ដែលខ្ញុំមានស្រេចចាអញ្ចឹងខ្ញុំយក file នេះបន្ទាប់មកយើងធ្វើការ open បន្ទាប់មកវានឹង export ចាអញ្ចឹងនេះចាអញ្ចឹងយើងមានគំរូ file នេះមួយដែរអញ្ចឹងខ្ញុំនឹងចូលទៅ file នឹងដើម្បីឲ្យលោកគ្រូអ្នកគ្រូមើលចាថា file នឹងបែបណាចាអញ្ចឹងខ្ញុំមាន file ចានេះខ្ញុំមាន file បែបនេះមួយចាអញ្ចឹងយើងមានឈ្មោះសិស្សចាហើយឈ្មោះប្រើប្រាស់នេះគឺខ្ញុំអត់ដាក់ទេដើម្បីឲ្យខ្ញុំចង់ឲ្យប្រព័ន្ធធ្វើការបង្កើតឲ្យខ្ញុំតែម្ដងថ្ងៃខែឆ្នាំកំណើតភេទលេខទូរស័ព្ទគឺខ្ញុំអត់បានដាក់ដែរហើយសញ្ជាតិហើយសាលាគឺខ្ញុំអត់បានដាក់ដែរហើយឆ្នាំសិក្សាកម្រិតថ្នាក់កន្លែងកម្រិតថ្នាក់នេះដែរគឺខ្ញុំនាំចូលថ្នាក់ទី1កអញ្ចឹងខ្ញុំដាក់ទី1កភូមិចាហើយឈ្មោះឪពុកម្ដាយគាត់ចាហើយលេខទូរស័ព្ទមុខរបរអីចឹងទៅចាអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំនាំចូលគឺបែបនេះដែរអញ្ចឹងខ្ញុំបញ្ជាក់ដែរលោកគ្រូកន្លែងឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់នេះគឺ file ដើមនេះគឺខ្ញុំអត់មានទេប៉ុន្តែខ្ញុំធ្វើការដាក់ upload ចូលដើម្បីឲ្យប្រព័ន្ធវាបង្កើតឲ្យយើងផ្ទាល់តែម្ដងចាអញ្ចឹងកន្លែងនេះគឺអ្វីដែលខ្ញុំនាំចូលមកចាអញ្ចឹងវានៅក្នុងនឹង direct តែម្ដងចាអញ្ចឹងកន្លែងនេះដោយសារតែយើងអត់ទាន់មានថ្នាក់អញ្ចឹងខ្ញុំដាក់ថ្នាក់ទី1ចាដាក់ថ្នាក់ទី1បណ្ដោយទៅចាអញ្ចឹងដើម្បីងាយស្រួលក្នុងកន្លែងកម្រិតថ្នាក់នេះវាអត់លោតមកឲ្យយើងទេអញ្ចឹងយើងធ្វើការជ្រើសរើសតែម្ដងទៅចាលោកគ្រូអាចធ្វើការទាញចូលមួយកម្រិតម្ដងទៅដើម្បីមានភាពងាយស្រួលលោកគ្រូចាខ្ញុំសូមធ្វើការដាក់ថ្នាក់ឲ្យហើយសិនកម្រិតថ្នាក់របស់គាត់មួយចាអញ្ចឹងយើងធ្វើការនាំចូលបែបនេះវាលឿនលោកគ្រូលឿនជាងយើងបញ្ចូលម្ដងម្នាក់
ដោយសារយើងមាន file Excel ស្រេចចាអញ្ចឹងខ្ញុំធ្វើការដាក់កម្រិតថ្នាក់រួចរាល់ចាអញ្ចឹងបើសិនជាមានចំណុចណាក្រហមមួយលោកគ្រូអ្នកគ្រូត្រូវតែបំពេញអញ្ចឹងកន្លែងនេះមកដាក់ដែរដោយសារតែលេខមិញមិនមែនលេខរបស់គាត់ទេចាអញ្ចឹងកន្លែងនេះខ្ញុំមានពេញអស់ហើយចាអញ្ចឹងអត់មានចំណុចណាដែលត្រូវនេះទេអញ្ចឹងលោកគ្រូអាចសម្លឹងមើលមកខាងស្ដាំដៃគឺយើងមានពាក្យថានាំចូលអញ្ចឹងខ្ញុំនឹងធ្វើការនាំចូលចាអញ្ចឹងកន្លែងនេះវានឹងរត់ប្រាប់យើងថាជោគជ័យបានប៉ុន្មានចាអញ្ចឹងយើងរងចាំមើលសិនតើលោកគ្រូថាយើងអាចនាំចូលបានប៉ុន្មានយ៉ាងកន្លែងនេះសិស្សសរុបគឺ33នាក់អញ្ចឹងជោគជ័យបាន30បរាជ័យនៅ2នាក់ចាអញ្ចឹងយើងធ្វើការបិទសិនចាអញ្ចឹងយើងទៅមើលចាអញ្ចឹងយើងនាំចូលបានហើយអញ្ចឹងវានៅតែសិស្ស2នាក់នេះទៀតទេដែលមិននឹងវាប្រាប់ថាលេខសម្គាល់នេះយើងអត់ប្រើអញ្ចឹងខ្ញុំធ្វើការលុបលេខ0នេះមួយទៅលេខអាក្រោយនេះមួយដែរអញ្ចឹងខ្ញុំសាកធ្វើការនាំចូលម្ដងទៀតតើវាឲ្យអត់អញ្ចឹងនៅពេលដែលវា error កន្លែងណាមួយលោកគ្រូអ្នកគ្រូគាត់តែកែបន្តិចទៅវានឹងបានជោគជ័យលោកគ្រូអ្នកគ្រូចាអញ្ចឹងយើងធ្វើការនាំចូលម្ដងទៀតមកចាអញ្ចឹងយើងធ្វើការរងចាំដោយសារតាយើងជោគជ័យបានម្នាក់ទៀតនៅកំពុងដំណើរការទាញចូលចាយើងកំពុងរងចាំអញ្ចឹងធ្វើការនាំចូលសិស្សនេះវាងាយស្រួលជាងលោកគ្រូអ្នកគ្រូបញ្ចូលអញ្ចឹងចាអញ្ចឹងយើងបានជោគជ័យហើយយើងគ្រាន់តែចុចបិទមកអញ្ចឹងសិស្សហ្នឹងគឺមក direct អញ្ចឹងនៅពេលដែលលោកគ្រូនាំសិស្សចូលហើយលោកគ្រូអ្នកគ្រូតែឆ្ងល់ថាតើយើងទៅគួរតែរកសិស្សនៅណាអញ្ចឹងលោកគ្រូអ្នកគ្រូចូលទៅកន្លែងសិស្សនេះលោកគ្រូចាបន្ទាប់មកលោកគ្រូអ្នកគ្រូថារកសិស្សឃើញទេអញ្ចឹងយើងចូលទៅកន្លែងបន្ថែមសិស្សទៅនេះចាអញ្ចឹងឈ្មោះសិស្សដែលយើងនាំចូលមិញហ្នឹងគឺវានៅក្នុងនឹងឯងលោកគ្រូអ្នកគ្រូអញ្ចឹងចាំមើលខ្ញុំសាកចូលទៅមើលទំព័រសិស្សមួយចាសិស្សតេងស្រីណៃអញ្ចឹងខ្ញុំសាកចូលទៅវាយចាតេងនេះលោកគ្រូអ្នកគ្រូឃើញឈ្មោះគាត់នៅទីនេះឯងចាអញ្ចឹងកន្លែងហ្នឹងលោកគ្រូអ្នកគ្រូកុំឲ្យឆ្ងល់ថាតើខ្ញុំត្រូវទៅរកសិស្សណាពេលដែលនាំចូលហើយចាអញ្ចឹងវីដេអូការនាំចូលសិស្សថ្មីថ្នាក់ទី1នេះគឺមានតែប៉ុណ្្នឹងឯងចាអរគុណចាលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូនេះដល់ចប់អរគុណ